ការដួលរលំនៃអាណាចក្រ The Empire Falls នៅក្នុងឆ្នាំចុងក្រោយនៃរាជវង្សហានខាងកើតអាណាចក្របានចាប់ផ្ដើមដួលរលំ Fresh steamed buns, finest silks right here. Please, sir, a small coin. We are starving. Watch the roads. The yellow turbans are near. ការបះបោរសង្គ្រាមនិងភាពវឹកវរបានរីករាលដាលពេញនគរមនុស្សស្លូតត្រង់រាប់លាននាក់រងទុក្ខវេទនាខណៈដែលពិភពលោកលិចលង់ទៅក្នុងភាពងងឹតកាន់តែជ្រៅផ្លូវក្នុងខេត្ត Lua Streets of Lua Province នៅក្នុងខេត្ត Lua ទីផ្សារពោពេញដោយភាពភ័យខ្លាចនិងភាពចលាចលជនក្រីក្រតស៊ូរស់ពួកទីហ៊ានល្បាតតាមផ្លូវហើយការព្រមានពីការបះបោររបស់ក្រុមចៅក្រណាត់លឿង Yellow Turban Rebellion លេចឡើងលើជើងជាងក្រុមគ្រប់ទីកន្លែងក្នុងចំណោមហ្វូមនុស្សមានបុរសម្នាក់លក់ស្បែកជើងចំបើងយ៉ាងរាមសាគាត់ឈ្មោះលីវប៉ៃទោះបីជាគាត់មានរូបរាងសាមញ្ញប៉ុន្តែចិត្តរបស់គាត់ពោពេញដោយក្តីមេត្តាខណៈពេលដែលគាត់អានសេចក្តីជូនដំណឹងអំពីការបះបោរផ្កាភ្លើងនៃការតាំងចិត្តមួយបានឆេះឡើងលើក្នុងចិត្តរបស់គាត់បន្ទាប់មកបរមមាត្រធម្មងាក់ដែលគួរឲ្យគោរពលេចឡើងជាមួយនឹងពុកមាត់វែងនិងពាក់អាវក្រោះភឺចែងចាំងនៅក្នុងពន្លឺគួនអ៊ីជាអ្នកចម្បាំងដែលតស៊ូដើម្បីយុត្តិធម៌គាត់មិនអាចឈរមើលក្រុមចៅប្លន់គំរាមកំហែងដល់ជនអនាថាបានទេនៅក្នុងតូបលក់សាច់តូចមួយនៅក្បែរនោះចាងហ្វីបានក្តាប់ដៃដោយកំហឹងក្លាហានកាចសាហាយប៉ុន្តែស្មោះត្រង់ពីបេះដូងដំណឹងនៃភូមិដែលត្រូវបានគេធ្វើបាបបានជំរុញទឹកចិត្តគាត់ឲ្យចង់ប្រយុទ្ធវិញ I will personally tear those rebels limb from limb. They will pay for this. ដោយវាសនាកំណត់មកអ្នកទាំង3បានជួបគ្នានៅទីផ្សារដ៏អ៊ូអរមួយ The Han Empire crumbles and the people suffer. Let us unite as brothers and restore order. We pledge to fight and die together for the realm. ការឈឺចាប់រួមគ្នាសម្រាប់ប្រជាជនបានរួបរวมដួងចិត្តរបស់ពួកគេភ្លាមពួកគេនិយាយអំពីកិត្តិយសកតបកិច្ចនិងតម្រូវការនៅក្នុងសង្គ្រោះប្រទេសជាតិពេលថ្ងៃលិចផ្កាអង្គាសិលរសាទចុះមកតាមខ្យល់បក់ផាត់បរិវទាំង3នាក់បានរៀបចំស្រាធូបនិងគ្រឿងសក្ការៈបូជាហើយដើរចូលទៅក្នុងសួនផ្កាអង្គាសិលដើម្បីបង្កើតចំណងមិត្តភាពដែលមិនអាចបំបែកបានក្នុងសួនផ្កាអង្គាសិលដែលកំពុងរីកស្គុះស្គាយពួកគេលួចចង្គង់ជាមួយគ្នាពួកគេលើកប៉ែងរបស់គេហើយស្បត់ថា Though born on different days, we wish to die on the same day. ទោះបីកាត់នៅថ្ងៃផ្សេងគ្នាសូមឲ្យពួកយើងស្លាប់នៅថ្ងៃតែមួយខ្ចោយបាននាំយកពាក្យសម្ពត់របស់ពួកគេកាត់សួនច្បារដ៏ស្ងាត់ជ្រងំបន្ទាប់ពីការស្បត់អ្នកទាំង3បានប្រមូលអ្នកភូមិនិងអាវុធបង្កើតជាកងទ័ពស្ម័គ្រចិត្តតូចមួយពួកគេរួមគ្នាដោយឆ្ពោះទៅរកការប្រឈមមុខនឹងការបះបោររបស់ក្រុមចៅក្រណាត់លឿងនៅលើកំពូលភ្នំមួយនៅក្រោមពន្លឺថ្ងៃលិចបងប្អូនស្បុតទាំង3នាក់ឈររួមគ្នាហើយចាប់ពីពេលនេះទៅរឿងព្រេងនិទាននៃនគរទាំង3 Three Kingdoms បានចាប់ផ្ដើម Thus begins the legend of the Three Kingdoms.